ពះគ្រូគឺជាទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏សំខាន់ដែលប្រាស់រូបឡើងដើម្បីរំលឹកគុណគ្រូបាជាសូមសេចក្តីសុខជោគជ័យនិងភាពរុងរឿងមុនពេលចាប់ផ្ដើមរៀនសូត្រឬសម្ដែងសិល្បៈទម្រង់បុរាណពិធីនេះច្រើនធ្វើនៅថ្ងៃប្រហ័សដោយមានការរៀបចំដង្វាយភ្លេងពិណពាទ្យនិងកិច្ចបួងសួងជាកិច្ចសំខាន់ខ្លឹមសារសំខាន់នៃពិធីសំពះគ្រូគោលបំណងដើម្បីសុំសេចក្តីសុខចម្រើនភាពរហ័សរហួនក្នុងការហាត់រៀននិងជោគជ័យក្នុងការសម្ដែងពិធីនេះជាការបង្ហាញពីសាមគ្គីភាពនិងការគោរពសិល្បៈបុរាណដែលមានកិច្ចពិធីបួងសួងរំលឹកគ្រូដែលបានចែកឋានទៅនិងគ្រូដែលកំពុងរស់នៅកម្មវិធីនគរសង្ក្រាន្តគឺតាមដឹងគឺមានទម្រង់សិល្បៈខ្មែរជាច្រើនទម្រង់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទស្សនាគឺពិតជាមិនខុសបំណងនោះទេសង្ឃឹមថាពុកម៉ែបងប្អូនចូលរួមមកទស្សនាកម្មវិធីនគរសង្ក្រាន្តទាំងអស់គ្នាហើយអារម្មណ៍គឺថារំភើបមែនទែននៅពេលដែលសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំនៅកម្មវិធីនគរសង្ក្រាន្តនេះឡើងហើយអត់ភ្លេចជាមួយនឹងទម្រង់សិល្បៈបុរាណខ្មែរស្ទើរតែគ្រប់ទម្រង់ហើយយកមកដាក់ដើម្បីបង្ហាញទៅដល់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរគាត់បានស្វែងយល់ក៏ដូចជាបានទស្សនាផងដែរសប្បាយចិត្តនឹងចូលរួមហើយក៏អរគុណទៅដល់ខាងសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានបង្កើតនៅព្រឹត្តិការណ៍ជាច្រើនដែលឲ្យពួកយើងបានសម្ដែងនិងផ្សព្វផ្សាយទស្សនីយភាពល្ខោនក្បាច់បុរាណខ្មែរឲ្យបងប្អូនទស្សនិកជនបានទស្សនាក៏ដូចជាបានយល់ដឹងស្វែងយល់ពីល្ខោនក្បាច់បុរាណខ្មែរនេះផងដែរនៅថ្ងៃទី14ដល់19គេមានការសម្ដែងនគរសង្ក្រាន្តយ៉ាងធំបងកុំភ្លេចមកចូលរួមទស្សនាកម្មវិធីនគរសង្ក្រាន្តទាំងអស់គ្នាខ្ញុំបាទសូមលើកដៃគោរពអរគុណក៏ដូចជារំលឹកដឹងគុណនៅវីរភាពរបស់បងពូវរៈកងទ័ពខ្មែរទាំងអស់ដែលឈរជើងយ៉ាងរឹងមាំនៅតាមបណ្ដោយព្រំដែនហើយពួកយើងជួរក្រោយក៏នៅតែធ្វើការបន្តលើកទឹកចិត្តដល់បងដូចគ្នាហើយជាក់ស្ដែងខ្ញុំសង្ឃឹមថាខ្ញុំនឹងបានផ្ញើកម្មាក៏ដូចជាបានផ្ញើនៅ postcard មួយជូនទៅដល់បងពូវរៈកងទ័ពផងដែរសម្រាប់នាងខ្ញុំក៏សូមអរគុណទៅដល់បងកងទ័ពជួរមុខហើយក៏សូមជូនពរទៅដល់បងឲ្យមានសុខភាពល្អនិងកម្លាំងមាំមួននាងខ្ញុំសូមជូនទៅបងកងទ័ពពូកងទ័ពអ៊ំកងទ័ពសូមឲ្យពួកគាត់មានសុខភាពល្អកម្លាំងមាំមួននាងខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាបងពូវរៈកងទ័ពឲ្យជួបប្រទះនៅតែសេចក្តីសុខសេចក្តីចម្រើនជួបនៅរឿងល្អនៅក្នុងពេលឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះតទៅ